នេះយើងចូលមកដល់មេរៀនទី11និយាយពីប្រព័ន្ធស្វ័យការដោយពេលទី1និងពីរញ៉ាំអញ្ចឹងចំណុចទី1យើងមកដោះស្រាយប្រព័ន្ធស្វ័យការតាមក្រាហ្វិកអញ្ចឹងមានឧទាហរណ៍សមីការបន្ទាត់ធម្មតាមកអញ្ចឹងនេះសមីការបន្ទាត់ y ស្មើពី x បូក1អញ្ចឹងសមីការទាំងមួយហ្នឹងវាមានគូចម្លើយ x បើសិនយើងឲ្យ x យើងទាញបានតម្លៃ y អញ្ចឹងតាមតម្លៃហ្នឹងយើងសង់បានមកបន្ទាត់ជាបន្ទាត់នៃសមីការ y ស្មើពី x បូក1អញ្ចឹងគូចម្លើយវាអាស្រ័យទៅលើ x និង y ដូចនៅកន្លែងនេះអញ្ចឹងនៅពេលដែលគេឲ្យតម្លៃ x ស្មើ1ទាញបាន y ស្មើ3អញ្ចឹងវាមានគូចម្លើយច្រើនក្នុងសមីការទី1ឥឡូវយើងមកដោះស្រាយប្រព័ន្ធសមីការរបស់យើងទី1យើងមានប្រព័ន្ធសមីការ y បូក3ស្មើដល់ 2x បូក4យើងមានy 3ស្មើនឹងដក 2x បូក4និង x ដល់ y ស្មើដល់1អញ្ចឹងដោះស្រាយប្រព័ន្ធសមីការនេះយើងដោះតាមក្រាហ្វិកអញ្ចឹងយើងត្រូវគូសរូបវាអញ្ចឹងយើងមានអញ្ចឹងនេះy ព្រីម y x ព្រីមចឹងទៅកន្លែងនេះអញ្ចឹងយើងសង់តារាងហើយយើងឲ្យតម្លៃវាដើម្បីយើងគូសឥឡូវយើងយកតែ2ចំណុចយើងអាចគូសបានទី1ខ្ញុំឲ្យx0 ទាញរក y អញ្ចឹងបើសិនយើងឲ្យ x0 យើងទាញបានy យើងមិនស្មើនឹង0អញ្ចឹង4ដក3ស្មើ1 x0 y 1នៅកន្លែងនេះមួយទៀតខ្ញុំឲ្យy ស្មើ0ម្ដង y ស្មើ0យើងឲ្យ0មកយើងបាន3ស្មើនឹងដក 2x បូក4អញ្ចឹងយើងបោះអានេះមកខាងនេះមកយើងបានឬបោះអានេះដែរយើងបាន 2x ស្មើនឹងស្មើ1អញ្ចឹងយើងបាន x ស្មើកន្លះអញ្ចឹងតើណា y ស្មើ0យើងបាន x ស្មើកន្លះអញ្ចឹងយើងគូសមក x ស្មើ y ស្មើ0 x ស្មើកន្លះអញ្ចឹងកន្លែងនេះ1កន្លែងនេះកន្លះអញ្ចឹងសមីការបន្ទាប់ត្រូវកាត់តាមនេះបន្ទាប់របស់យើងy បូក3ស្មើដល់ 2x បូក4អញ្ចឹងយើងសង់បន្ទាប់មួយទៀតគឺបន្ទាប់ x ដក y ស្មើដល់1អញ្ចឹង x y ដូចគ្នាយើងត្រូវការ2ចំណុចដើម្បីអាចសង់បន្ទាត់មួយបានឥឡូវខ្ញុំឲ្យ x ស្មើ0យើងទាញបាន y ស្មើ1អញ្ចឹងនៅកន្លែងនេះនឹងនៅពេល y ស្មើ0ម្ដងទាញបាន x ស្មើដល់1អញ្ចឹងដក1នៅកន្លែងនេះ
ចឹងយើងបានបន្ទាប់យើងកាត់តាមចឹងបន្ទាប់នេះគឺx ដល់ y ស្មើដល់1អញ្ចឹងយើងឃើញថាបន្ទាប់ទាំងពីរនេះប្រសពគ្នាត្រង់ចំណុច x ស្មើ0និង y x ស្មើ0 y ស្មើ1អញ្ចឹងវាជាចម្លើយនៃប្រព័ន្ធសមីការរបស់យើងទៅមើលនៅក្នុងរូបនេះនេះយើងឃើញថាវាប្រសពគ្នាត្រង់ចំណុចនេះគឺ x ស្មើ0និង y ស្មើ1អញ្ចឹងចំណុចដែលប្រសពគ្នាវាជាចម្លើយរបស់សមីការប្រព័ន្ធសមីការរបស់យើងអញ្ចឹងចម្លើយវាផ្ទៀងផ្ទាត់ទាំងពីរសមីការនេះកាលណា x ស្មើ0 y ស្មើ1ទាញផ្ទៀងផ្ទាត់ជាមួយនឹងសមីការចឹងយើងទៅទី2ទៀតយើងមាន 2x បូក 3y ស្មើនឹង3 2x បូក 3y ស្មើដល់3និងx ដក 2y ស្មើដល់4 x ដក 2y ស្មើដល់4អញ្ចឹងយើងសល់អញ្ចឹងបន្ទាប់ហ្នឹង2x បូក 3y ស្មើដល់3អញ្ចឹងយើងត្រូវសល់បន្ទាប់មួយទៀតគឺ x ដក 2y ស្មើដល់4អញ្ចឹងនឹងឲ្យតម្លៃ x y នឹងឲ្យ x ស្មើ0ដូចគ្នាយើងទាញបាន y ស្មើ2 x 0 y 2នៅកន្លែងនេះនិង x ស្មើឲ្យ y ស្មើ0ម្ដងយើងទាញបាន x ស្មើដល់4 11 12 13 14អញ្ចឹងបន្ទាប់យើងកាត់តាមអញ្ចឹងចំណុចបន្សំជាចម្លើយរបស់សមីការរបស់យើងអញ្ចឹងបើហេតុពីយើងទៅមើលរូបជាក់ស្ដែងអានេះx y ស្មើ3 x ប្រហែលជា2អញ្ចឹងយើងទៅមើលរូបតើយើងគូសបានត្រឹមត្រូវវាមានភាពស្ក្រិតជារូបនេះនេះគឺ x ស្មើ2 y ស្មើ3ដូចដែលរូបដែលយើងគូសនេះ x ស្មើ2 y ស្មើ3តែនេះរៀងលឿនបន្តិចx ស្មើ2 y ស្មើ3នេះ2 3អញ្ចឹងចម្លើយនៃប្រព័ន្ធរបស់យើង x ស្មើ2និង y ស្មើ3អញ្ចឹងនេះយើងដោះស្រាយតាមក្រាហ្វិកឃើញពីនេះចំណុចដែលប្រសពគ្នាហ្នឹងជាចម្លើយរបស់ប្រព័ន្ធរបស់យើងប្រព័ន្ធសមីការរបស់យើងអញ្ចឹងយើងទៅមួយទៀតចុងក្រោយគឺ 2x បូក 3y ស្មើ5 2x បូក 3y ស្មើ5និង x ដក 2y ស្មើដល់1 x ដក 2y ស្មើដល់1អញ្ចឹងជាគូសរូបសង្ក្រាបរបស់យើងអញ្ចឹងខ្ញុំឲ្យដូចគ្នាខ្ញុំឲ្យ x ស្មើ0 x y x ស្មើ0នឹងទីបាន y ស្មើ5លើ3 5លើ3វាស្មើនឹង
1 2 លើក 3 x ស្មើ0 y 5លើក 3 1 2 1 2លើក 3 ចឹងនៅដល់នេះមួយទៀតខ្ញុំឲ្យ y ស្មើ0មក y ស្មើ0យើងទាញបាន x ស្មើ11ចឹងនៅកន្លែងនេះចឹងបន្ទាប់យើងកាត់តាមនេះចឹងបន្ទាប់នេះយើងមកដល់ទី C យើងបានសមីការយើងពី x បូក y ស្មើ5 ពី x បូក 3y ស្មើ5និង x ដក 2y ស្មើ11អញ្ចឹងសមីការនេះយើងសង់តារាងវាមក x y មក x ស្មើ0 y 5លើក 3 ឲ្យ y ស្មើ0គឺមក x ស្មើ5លើក 2ចំពោះខាងក្រោមសមីការខាងក្រោមឲ្យ x ស្មើ0យើងទាញបានy ស្មើកន្លះនិង y ស្មើ0យើងទាញបាន x ស្មើ11អញ្ចឹងយើងចាប់ផ្ដើមសង់អញ្ចឹង x 0 y 5លើក 3 x 0 5លើក 3 គឺ1 2លើក 3 1 2 អញ្ចឹង2លើក 3នៅក្នុងនេះតបមក x 5លើក 2 គឺ2កន្លះ5លើក 2 2កន្លះ 1 2 3 2កន្លះនឹងទៅចឹងយើងគូសមកតោះយើងកាត់ខាងនេះអត់សូវត្រង់យើងយកចឹងបន្ទាត់នឹង y ពី x បូក 3y ពី x បូក 3y ស្មើ5ហើយបន្ទាប់មួយទៀតកន្លែងនេះយើងជួសខុសដក1 x x ស្មើដក1 y ស្មើ0 y ស្មើ0 x ស្មើដក1អញ្ចឹងយើងចំមក x 0 y ស្មើកន្លះនិង x ស្មើដក1 y 0ដក1កន្លះអញ្ចឹងបន្ទាប់នឹងវាកាត់តាមអញ្ចឹងចម្លើយវាប្រហែលជានេះកន្លែងវាសល់គ្នាហ្នឹង x ស្មើ y ស្មើ1 1 1អញ្ចឹងយើងទៅមើលរូបមួយទៀតរូបគូសនៅកន្លែងនេះរូបទី3នេះ x 1 y 1អញ្ចឹងចម្លើយរបស់ប្រព័ន្ធសមីការជាងដែលដោះស្រាយតាម graphic អញ្ចឹងនៅក្នុងការដោះស្រាយប្រព័ន្ធសមីការតាម graphic ជាងគ្រាន់តែសង់ក្រាបវាសមីការបន្ទាត់មួយសង់ជាសមីការបន្ទាត់មួយនៅពេលដែលបន្ទាត់នឹងបន្សល់គ្នាបន្សល់គ្នាកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងជាចម្លើយយើងចំណោទកែងមកលើ OX យើងបានចម្លើយរបស់ x និង
នៅកែងលើ y យើងបានចម្លើយរបស់ y ទាំងនេះចំពោះករណីបន្ទាត់ស្របគ្នាអញ្ចឹងបន្ទាត់ស្របគ្នាអញ្ចឹងបានន័យថាសមីការប្រព័ន្ធសមីការរបស់យើងគ្មានចម្លើយប្រព័ន្ធសមីការរបស់យើងគ្មានចម្លើយយើងជួសតម្លៃណាមួយក៏វាអត់ផ្ទៀងផ្ទាត់ជាមួយនឹងប្រព័ន្ធរបស់យើងដែរក៏វាផ្ទៀងផ្ទាត់មួយអត់មួយអញ្ចឹងវាមិនមែនជាចម្លើយសមីការយើងប្រព័ន្ធរបស់យើងអញ្ចឹងនៅត្រង់ចំណុចហ្នឹងការដោះស្រាយប្រព័ន្ធសមីការទាំង graphic មានប៉ុណ្ណឹងហើយបន្ទាប់ទៀតយើងត្រូវការដោះស្រាយតាមវិធីជំនួសនិងវិធីបូក